អង្គវេទិកាទាំងមូលជាទីគោរពចូលក្រឡេកទៅមើលដើមឈើទីមួយដែលជាដើមឈើកំពុងតែរីកលូតលាស់ប្រៀបដូចទៅនឹងយុវជនដែលមាននៅចំណេះដឹងប៉ុន្តែបើយើងក្រឡេកទៅមើលដើមឈើទីពីរគឺជាដើមឈើដែលកំពុងតែចេញផ្លែផ្កាប្រៀបបានទៅនឹងយុវជនដែលប្រើប្រាស់ចំណេះដឹងដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពដូច្នេះហើយមានតែចំណេះដឹងមិនទាន់គ្រប់គ្រាន់នោះទេយុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពទៅដល់វត្តមានរបស់គណៈធិបតីនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំសុកវណ្ណលីតាជាបេក្ខជនទី1នៃក្រុមស្របសូមធ្វើការឡើងមកគាំទ្រទៅលើប្រធានបទមួយដែលបានលើកឡើងថាមានតែចំណេះដឹងមិនទាន់គ្រប់គ្រាន់នោះទេយុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពហើយដើម្បីជាជំនួយដល់ការគ្រប់គ្រងប្រធានបទខាងលើនាងខ្ញុំក៏សូមធ្វើការពន្យល់ពីអត្ថន័យនៃពាក្យកន្លឹះជាមុនសិនយុវជនសតវត្សទី21គឺជាយុវជនដែលរស់នៅក្នុងសម័យបច្ចេកវិទ្យាមានទាំងចំណេះដឹងជំនាញអរិយាប័ត្រនិងការច្នៃប្រឌិតដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃសង្គមនេះបើយោងទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាឯវិបុលភាពគឺជាការរីកចម្រើននិងសម្បូរសប្បាយនេះបើយោងទៅតាមវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួនណាតអត្ថន័យនៃប្រធានខាងលើបានសេចក្តីថាមានតែចំណេះដឹងមិនទាន់គ្រប់គ្រាន់នោះទេយុវជនដែលរស់នៅក្នុងសម័យបច្ចេកវិទ្យាត្រូវចេះប្រើប្រាស់ចំណេះដឹងដើម្បីកសាងកម្ពុជាឲ្យកាន់តែមានការរីកចម្រើនអង្គវេទិកាទាំងមូលជាទីគោរពនាសតវត្សទី21នេះយុវជនគឺជាកម្លាំងស្នូលនៃប្រទេសជាតិជារឿងចាំបាច់ណាស់ដែលយុវជនត្រូវចេះប្រើប្រាស់នៅចំណេះដឹងហើយដូច្នេះហើយទើបក្រុមស្របយើងខ្ញុំបានដាក់ចេញនូវទិដ្ឋាយក3សំខាន់រួមមានទិដ្ឋាយកទី1យុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងបង្កើតសក្តានុពលតាមរយៈការអនុវត្តជាក់ស្ដែងទិដ្ឋាយកទី2យុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងជំរុញនវានុវត្តន៍និងការប្រកួតប្រជែងសកលទិដ្ឋាយកទី3យុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងប្រកបដោយក្រមសីលធម៌និងចីរភាពសង្គមអង្គវេទិកាទាំងមូលជាទីគោរពជាបន្តនាងខ្ញុំក៏សូមធ្វើការបកស្រាយនៅទិដ្ឋាយកទី1ដែលបានលើកឡើងថាយុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងដើម្បីបង្កើតសក្តានុពលតាមរយៈការអនុវត្តជាក់ស្ដែងចំណេះដឹងគឺជាមូលដ្ឋាននៃការអភិវឌ្ឍសមត្ថភាពរបស់មនុស្សគ្រប់រូបតែការយកចំណេះដឹងទៅប្រើប្រាស់តាមរយៈការធ្វើការងារការស្រាវជ្រាវនិងការប្រើក្នុងផលប្រយោជន៍ជួយសង្គមជាតិនោះចំណេះដឹងនឹងប្រែក្លាយទៅជាសមិទ្ធផលដែលរួមចំណែកលើគ្រប់វិស័យនិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋផងដែរហើយនេះបើយោងទៅតាមផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាឆ្នាំ2022-2026បានលើកឡើងពីការពង្រឹងសមត្ថភាពយុវជនតាមរយៈការលើកកម្ពស់ចំណេះដឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងការចូលរួមសកម្មភាពស្ម័គ្រចិត្តផែនការនេះក៏សរបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ថាយុវជនសតវត្សទី21មានតែចំណេះដឹងមិនទាន់គ្រប់គ្រាន់នោះទេក៏ប៉ុន្តែត្រូវមានសមត្ថភាពនិងឱកាសដើម្បីបង្កើនតម្លៃសម្រាប់ខ្លួនឯងសហគមន៍និងសង្គមជាតិតួយ៉ាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាគឺជាយុវជនខ្មែរដំបូងគេដែលទទួលបានការអប់រំនៅសាលាបណ្ឌិតសទ្ធាយោធាអាមេរិកហើយបានប្រើប្រាស់ចំណេះដឹងក្នុងការអនុវត្តបម្រើផលប្រយោជន៍ជូនសង្គមជាតិឲ្យកាន់តែមានការរីកចម្រើនមិនត្រឹមតែប៉ុណ្ណោះបើយោងទៅតាមសារចរណែនាំស្តីពីវិធានការកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 ដោយក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុប12285នាក់បានចូលរួមជាអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយវិធានការសុខាភិបាលនិងគ្រប់គ្រងទៅដល់កម្មវិធីចាក់វ៉ាក់សាំងសរុបជារួមមកចំណេះដឹងគឺជាគ្រឹះតែការអនុវត្តទៅជាលទ្ធផលពិតប្រាកដដូច្នេះហើយយុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងដើម្បីរួមចំណែកកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពហើយជាចុងក្រោយនាងខ្ញុំក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាសូមបន្តរួមគ្នាបង្កើតឱកាសឲ្យយុវជនហើយយុវជនខ្លួនឯងផ្ទាល់ក៏ត្រូវតែចេះចាប់យកឱកាសដើម្បីកសាងកម្ពុជាឲ្យកាន់តែមានការរីកចម្រើនហើយជាចុងក្រោយនាងខ្ញុំនៅតែប្រកាន់គោលជំហរគ្រប់គ្រងទៅលើប្រធានបទនេះដដែលសូមគោរពអរគុណនិងសូមអរគុណ